ថ្ងៃនេះរៀងប្លែកទេបងប្អូនមកឆាឡុកឡាក់សាច់គោជំរាបសួរសួស្តីពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាមិនថានៅក្នុងស្រុកឬក្រៅស្រុកដែលបានមើលវីដេអូមួយនេះថ្ងៃនេះខ្ញុំមកឆាឡុកឡាក់សាច់គោវិធីធ្វើដំបូងគឺខ្ញុំបានយកសាច់គោមកហាន់ណាបងប្អូនសាច់គោហ្នឹងគឺខ្ញុំលាងទឹកហើយខ្ញុំហាន់បែបជាចំណិតមូលណាព្រោះឡុកឡាក់សាច់គោយើងអាចហាន់ជាប្រទេសស្ដើងក៏បានយើងហាន់បែបជាលក្ខណៈដុំមូលអញ្ចឹងក៏បានដែរលក្ខណៈរបៀបឆុងអញ្ចឹងណាបងប្អូននិយាយទៅញ៉ាំទៅឆ្ងាញ់ដូចគ្នាតែសម្រាប់សាច់គឺយើងយកសាច់ផុយកុំយកកន្លែងសាច់ស្វិតឬមួយសាច់ជាប់ខ្លាញ់អត់ឆ្ងាញ់ទេបន្ទាប់ពីខ្ញុំហាន់សាច់ជាដុំជ្រុងហើយគឺខ្ញុំចាប់ផ្ដើមយកវាមកដាក់ក្នុងចានស្អាតមួយបន្ទាប់មកគឺធ្វើការលាយគ្រឿងវាគ្រឿងដែលខ្ញុំដាក់ដំបូងហ្នឹងគឺរ៉ូឌីបន្ទាប់មកគឺខ្ញុំថែមជាមួយប៊ីចេងហើយដាក់ស្ករសបន្ទាប់មកទៀតគឺខ្ញុំបន្ថែមជាមួយម្រេចបងប្អូនចូលចិត្តដាក់ឲ្យរៀងច្រើនទៅហើយសម្រាប់អានេះវិញគឺម្សៅពោតទៅបងប្អូនបន្ទាប់មកគឺយើងដាក់ជាមួយប្រេងខ្យងដាក់ប្រេងខ្យងហើយគឺខ្ញុំបន្ថែមជាមួយនឹងទឹកម្ទេសបន្ទាប់ពីដាក់ទឹកម្ទេសហើយគឺខ្ញុំដាក់ជាមួយនឹងទឹកប៉េងប៉ោះហើយដាក់ទឹកប៉េងប៉ោះហើយខ្ញុំថែមជាមួយនឹងទឹកត្រីបន្តិចបងប្អូនសម្រាប់ទឹកត្រីបងប្អូនអត់ចូលចិត្តមិនបាច់ដាក់ក៏បានដែរអានេះគឺជាទឹកស៊ីអ៊ីវបងប្អូនហើយជាចុងក្រោយគេបង្អស់គឺយើងដាក់ទឹកជាយើងចូលអញ្ចឹងមកពេលដែលយើងដាក់ទឹកជាចូលហើយយើងធ្វើការច្របល់គ្រឿងជាមួយសាច់គោនឹងឲ្យវាចូលគ្នាឲ្យសព្វមកណាយើងធ្វើការច្របល់វាប្រហែលជា4-5នាទីអីទៅដើម្បីឲ្យគ្រឿងហ្នឹងវាចូលជាតិគ្នាបានល្អជាមួយនឹងសាច់របស់យើងនិយាយទៅវិធីធ្វើបងប្អូនធ្វើរបៀបមិនដែរសម្រាប់ខ្ញុំពេលដែលឆាឡុកឡាក់គឺខ្ញុំធ្វើបែបហ្នឹងកូរហើយយើងទុកវាចោលសិនមកយើងនិយាយទៅកន្លែងហ្នឹងខ្ញុំរៀងកាត់តិចណាបងប្អូនសម្រាប់ខ្លាញ់នេះគឺខ្លាញ់ខ្ញុំសល់ពីពងទាដែលខ្ញុំចៀនដាក់ជាមួយឡុកឡាក់ហ្នឹងណាខ្ញុំយកខ្ទឹមមកបំពងឲ្យឡើងឈ្ងុយក្រហមហើយគឺយើងចាក់អាសាច់ដែលយើងច្របល់ជាមួយគ្រឿងហ្នឹងចូលអញ្ចឹងមកសម្រាប់សាច់មិនមែនច្របល់ភ្លាមយកមកឆាភ្លាមណាបងប្អូនខ្ញុំទុកចោលមកបន្តិចតែដើម្បីឲ្យវាចូលសម្រាប់សាច់គោយើងអត់ឆាឲ្យវាឆ្អិនពេកទេណាបងប្អូនយើងគ្រាន់តែដាក់ហើយឆាវាត្រឡប់ទៅត្រឡប់មកតែបន្តិចទៅបានហើយនិយាយទៅយើងយកវាកុំឲ្យឆ្អិនពេកកាលណាវាឆ្អិនពេកវាទៅជាលក្ខណៈស្វិតរួញសាច់ញ៉ាំអត់ឆ្ងាញ់វិញទេអញ្ចឹងឆាឡុកឡាក់គេឆាវាបែបមកសពពពេត្រឡប់ទៅត្រឡប់មកប៉ុណ្ណឹងមកគឺអូខេហើយសម្រាប់រសជាតិបងប្អូនកុំភ្លេចភ្លក់ផងពេលដែលធ្វើពេលដែលបងប្អូនលាយគ្រឿងអាចនឹងដាក់គ្រឿងអត់តន់ត្រូវអីចាំយើងបន្ថែមពេលឆាទៀតតែខ្ញុំគឺអូខេហើយគ្រឿងឥឡូវនេះបន្លែរបស់យើងគឺរៀបចំហើយមានប៉េងប៉ោះខ្ទឹមបារាំងជាមួយនឹងសាឡាត់ពេលដែលយើងឆាសាច់ហើយគឺយើងដួសវាយកមកស្រោចពីលើអញ្ចឹងមកបងប្អូនសម្រាប់បន្លែបើបងប្អូនចូលចិត្តដាក់តសក់អីទៀតក៏បានដែរហើយជាមួយនឹងដំឡូងបារាំងយើងត្រូវយកវាទៅបំពងសិនជាទូទៅពេលដែលខ្ញុំធ្វើឡុកឡាក់ខ្ញុំចូលចិត្តជាងគេគឺដំឡូងបារាំងបំពងតែដោយសារថ្ងៃនេះគឺខ្ញុំរវល់ធ្វើផងថតផងខ្ញុំអត់បានដាក់ដំឡូងពងទេបងប្អូនហើយពងទាចៀននេះខ្ញុំចៀនបែបលក្ខណៈជាប់ភ្នៅដោយសារកូនរបស់ខ្ញុំហ្នឹងគេចូលចិត្តបែបជាប់ភ្នៅតែគ្រាន់តែថាខ្ញុំអត់បានបង្ហាញពេលដែលខ្ញុំចៀនពងទាទេនិយាយទៅខ្ញុំរៀងកាត់ដែរវីដេអូនេះហើយអានេះគឺខ្ញុំធ្វើការមកលាយជាមួយនឹងទឹកម្រេចបងប្អូនទឹកម្រេចអត់មានអីពិបាកធ្វើទេខ្ញុំដាក់តែជាមួយម្រេចប៊ីចេងបន្តិចស្ករហើយនឹងរ៉ូឌីបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងម្ទេសហើយនឹងខ្ទឹមចិញ្ច្រាំជាចុងក្រោយយើងច្របាច់ទឹកក្រូចឆ្មាមកគឺបានហើយសម្រាប់ទឹកម្រេចរបស់ខ្ញុំខ្ញុំមិនដែរប្រើជាមួយនឹងទឹកត្រីទេបងប្អូនខ្ញុំដាក់តែប៉ុណ្្នឹងឯងគឺធានាថារសជាតិឆ្ងាញ់ខ្លាំងមែនតើហើយនេះគឺយើងធ្វើការកូរវាច្របល់ទៅច្របល់មកអញ្ចឹងមកឲ្យវារៀងចូលជាតិអូយបងប្អូនអើយឡុកឡាក់ខ្ញុំមុខនេះគឺថាតំណងខ្លាំងមែនតើឆ្ងាញ់ហើយមុខម្ហូបនេះគឺកូនរបស់ខ្ញុំគេអ្នកកំងពេលខ្លះខ្ញុំរនឹកមុខម្ហូបអត់ឃើញទេតែបានកូនរបស់ខ្ញុំគេកំងទៅខ្ញុំក៏ធ្វើតាមគាត់ទៅឥឡូវរួចរាល់ជាការស្រេចហើយបងប្អូនតោះអញ្ជើញញ៉ាំទាំងអស់គ្នាវីដេអូមួយនេះមានតែប៉ុណ្្នឹងទេអរគុណ